สู้บางคนนักเนี้ยไงในช่องมีวิดีโอทำไมใจมันเละเตะโตหนังการประกาศ account Facebook ยังจบจมูกหนัง Gmail แล้วบางคนทลอบแต่เคยการประกาศ account Facebook ยังปลายจมูกหนังเลขตู้ซาบางคนแต่เลยนี้ยังปราบบางคนปีดอกเบี้ยในการประกาศ account Facebook ยังกับบันปลายจมูกหนังเลขตู้ซาเต้บางคนคือยังจบจมูกหนัง Gmail ได้ยังปรับดังไงม้วนนะบางคนไงม้วนยังปรับบางคนออกเนี้ยเตะโตหนัง Gmail ยังปรายังโยแต่ประกาศบ้านเอาไว้คล้าบางคนให้สำหรับ Gmail account คือยังปราบบันชราหน้าตามดำเนินการระบบบางคนออกเนี้ยปัจจัยไงนี้คือจะมีวิดีโอมวยใจจูนดอกบอลโอนมันตัวสนะคือรูปเบียบក្នុងការប្រកាស account យើងភ្ជាប់ជាមួយនឹង Gmail យើងមានតែ Gmail តែមួយយើងអាចប្រកាសជាមួយនឹង Facebook បានហើយអត់មានបញ្ហាទេបងប្អូនអត់ជាប់ log អត់ជាប់មានបញ្ហាអត់ជាប់ពុំមានអីទាំងអស់គឺយើង log in ជាមួយនឹង Gmail គឺយើងភ្ជាប់ទៅតែម្ដងបងប្អូនហើយការប្រកាស account Facebook ហ្នឹងគឺអត់មានជាប់ជាមួយនឹង Disable ឬក៏108ទេបងប្អូនយើងចាំតែ password Gmail នឹងមួយគឺយើងយកតែប្រកាស account បានមួយទៀតហើយវាមានសុវត្ថិភាពជាងលេខទូរស័ព្ទបងប្អូនបើសិនតែយើងប្រកាស account ជាប់ជាមួយនឹងលេខទូរស័ព្ទវាមានបញ្ហាតែថ្ងៃមុខនៅពេលណាដែលបងប្អូនភ្លេច password ឬក៏ភ្លេចលេខកូដអីបងប្អូន recovery វិញវាពិបាកក្នុងការផ្ញើកូដលេខកូដ6ខ្ទង់ហ្នឹងបងប្អូនសម្រាប់លេខទូរស័ព្ទតែសម្រាប់ Gmail គឺងាយស្រួលទេបងប្អូនយើងភ្ជាប់ភ្លាមនៅពេលណាដែលយើងទៅថ្ងៃមុខទៀតមានបញ្ហាយើងគ្រាន់តែ log in Gmail នឹងចូលយើង recovery ជាមួយនឹង Gmail ដែលយើងភ្ជាប់ជាមួយ Facebook ហ្នឹងគឺ account ហ្នឹងគឺមកវិញតែម្ដងណាបងប្អូនបាទហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះបង្កើត account Gmail បងប្អូនអាចចូលទៅមើលវីដេអូចាស់ដែលខ្ញុំផុសនៅថ្ងៃមុនណាបងប្អូនគាត់អូសទៅក្រោម2ទៅ3វីដេអូឃើញហើយវីដេអូរបៀបក្នុងការបង្កើត account Gmail ណាបងប្អូនអញ្ចឹងសម្រាប់ថ្ងៃនេះបងប្អូនអ្នកគ្នានឹងរៀនអំពីរបៀបបង្កើត account ដោយភ្ជាប់ជាមួយនឹង Gmail បងប្អូនអ្នកគ្នាកុំភ្លេចជួយចុច like follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីទាក់ទងនឹង Facebook Ad ណាបងប្អូនហើយឲ្យតែទាក់ទងនឹង Facebook គឺខ្ញុំធ្វើវីដេអូជូនបងប្អូនអ្នកគ្នាបានទស្សនាបងប្អូនហើយខ្ញុំអធិស្ឋានដល់បងប្អូនអរគ្នាផងសម្រាប់គាត់ឆាតមកខ្ញុំអត់ទាន់បានតបបងប្អូនដោយសារមួយរយៈនេះបងប្អូនវល់ធ្វើការច្រើនមែនទែនបងប្អូនអញ្ចឹងខ្ញុំអត់មានពេលក្នុងការតបទេអញ្ចឹងខ្ញុំបានធ្វើវីដេអូមួយคลิปចែកជូនបងប្អូនបានទស្សនាបងប្អូនអញ្ចឹងបងប្អូនអរគ្នាកុំឲ្យខាត់ពេលយូរបងប្អូនចាំចូលទៅទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំនឹងប្រាប់បងប្អូនពីដើមដល់ចប់អញ្ចឹងការបង្កើត account Facebook ដោយភ្ជាប់ជាមួយនឹង Gmail បងប្អូននឹងចូលទៅសិក្សាទាំងអស់គ្នាតោះបងប្អូនចូលទៅសិក្សាបានតោះជាដំបូងបងប្អូនអរគ្នាត្រូវ login account Gmail ចូលទៅក្នុង Google Chrome សិនណាបងប្អូនដូចនៅក្នុងវីដេអូដែលខ្ញុំដាក់ឲ្យបងប្អូនបានមើលអញ្ចឹងណាបងប្អូនគឺយើង login account Gmail នេះ account Gmail មួយយើងដែលយើងបង្កើតហើយបងប្អូនយើងអត់តន់យកទៅធ្វើអីទេគឺយើងយកមកដើម្បីទៅបង្កើត account Facebook តែម្ដងហើយឥឡូវនេះគឺយើងបើក tab មួយមកហើយយើងវាយពាក្យថា FB បងប្អូនយើងវាយតែ FB មកយើងមើលខាងក្រោមគេបង្អស់យើងយកពាក្យថា Facebook login នឹងមកយើងចុចពីលើ Facebook login នឹងមកបងប្អូនហើយមកដល់ចំណុចមួយនេះបើសិនជាបងប្អូនយកខាងក្រោមនេះអា forward password ហ្នឹងគឺយើងទៅយក account ចាស់ហើយឥឡូវនេះគឺយើងបង្កើត account ថ្មីអញ្ចឹងគឺយើងយកពាក្យថា create now account យកខាងក្រោមពណ៌បៃតងហ្នឹងបងប្អូនយើងចុចពីលើមកនឹងមកហើយបន្តមកទៀតដល់ចំណុចមួយនេះគឺយើងបំពេញឈ្មោះអញ្ចឹងបងប្អូនបំពេញឈ្មោះរបស់បងប្អូនមកឥឡូវខ្ញុំបំពេញឈ្មោះរបស់ប្រព័ន្ធរបស់ខ្ញុំមកបង្កើត account របស់គាត់ណាហើយខ្ញុំយកមកធ្វើវីដេអូចែកជូនបងប្អូនបានទស្សនាតែម្ដងហើយឥឡូវយើងដាក់ខែឆ្នាំកំណើតចូលបងប្អូនខែឆ្នាំកំណើតបងដាក់មិនក៏បានដែរបងប្អូនឲ្យតែបងប្អូនស្រួលចាំព្រោះនៅថ្ងៃមុខវាមានបញ្ហាយើងមើលអត់ឃើញបងប្អូនមានបញ្ហាមួយយើងដោះមួយបញ្ហាពីរយើងដោះពីរយើងអត់មានបញ្ហាទៅថ្ងៃមុខទេហើយយើងបំពេញខែឆ្នាំកំណើតហើយយើងរើសភេទបងប្អូនប្រុសដាក់ប្រុសបងប្អូនស្រីដាក់ស្រីបាទហើយចំណុចមួយនេះគឺយើងទៅយក Gmail account ណាបងប្អូនអាកន្លែងហ្នឹងណាបងប្អូនយើងទៅយក Gmail account ហើយយើងយក Gmail account យើង copy អាកន្លែង Gmail ហ្នឹងមកបងប្អូនហើយបន្ទាប់មកយើងយកទៅផាសកន្លែងមិញណាបងប្អូនទៅសេក៏បានបងប្អូន copy ដាក់ក៏បានបើសិនជាបងប្អូនមានកុំព្យូទ័របងប្អូនធ្វើតាមខ្ញុំមួយគឺលឿនហើយអត់មានបញ្ហាទៅថ្ងៃមុខទេបងប្អូនគឺស្រួលមែនតើ account មួយហ្នឹងគឺស្រួលបង្កើតហើយចំណុចខាងក្រោមហ្នឹងគឺយើងបំពេញ passwordហើយកន្លែងនេះវាដាក់ password ឲ្យអូតូខ្ញុំអត់យក password ហ្នឹងទេខ្ញុំដាក់ password ផ្សេងបងប្អូនដាក់ password មិនក៏បានដែរកុំតា password ស្រួលចាំពេកប្រភេទលេខការ៉េបងប្អូនកុំតិនដាក់ព្រោះតើសិនជាបងប្អូនដាក់គឺពួក scammer យកបានណាបងប្អូនពួកនេះ hack account គឺយកអញ្ចឹងយើងដាក់ password ណាដែលពិបាកចុចពិបាកយកមកវិញឥឡូវខ្ញុំដាក់ password របស់ខ្ញុំហើយបងប្អូនបំពេញរួចរាល់ហើយបងប្អូនយកពាក្យថា sign up ខាងក្រោមមកបងប្អូនពិនិត្យមើលខាងលើខាងក្រោម Facebook ខែឆ្នាំកំណើត page password Gmail មើលតើត្រូវអស់ហើយយើងចុចពាក្យថា sign up ខាងក្រោមបងប្អូនអាពណ៌បៃតងហ្នឹងណាយើងចុចពីលើ sign up ហ្នឹងមកឥឡូវវាកំពុងតែបង្កើតឲ្យយើងហើយបងប្អូន
វាចាប់ដើមបង្កើតហើយអូខេមកដល់ចំណុចមួយនេះគឺយើងទៅយកលេខកូដ Gmail របស់យើងដែលយើងដាក់ជាមួយនឹង Facebook មិញណាបងប្អូនដែលយើង copy Gmail មកដាក់មិញណាអញ្ចឹងយើងចូលទៅមើល Gmail របស់យើងនេះ Gmail ដែលគេផ្ញើកូដទៅ6ខ្ទង់ហ្នឹងបងប្អូនយើងទៅមើល Gmail សិនហើយលេខកូដ Gmail ហ្នឹងប្រហែលខ្ទង់យើងអត់តន់លោតមកទេបងប្អូនអញ្ចឹងយើង refresh មួយសិនពេលយើង refresh មកគឺលេខកូដហ្នឹងធ្លាក់មកឥឡូវនេះលេខកូដគឺធ្លាក់មកហើយអញ្ចឹងយើងទៅសេយើង copy លេខកូដហ្នឹងទៅដាក់បងប្អូនទៅដាក់នៅកន្លែង Gmail ដែលយើងដាក់មិញណាដែលវាផ្ញើកូដ6ខ្ទង់ហ្នឹងបងប្អូនវ័យទៅសេក៏បានបងប្អូន copy ដាក់ក៏បានលឿនអញ្ចឹងខ្ញុំទៅសេពួក copy ខ្លាចវាចាប់អញ្ចឹងយើងទៅសេដាក់ទៅអូខេបងប្អូនពេលយើងទៅសេហើយយើងចុចពាក្យថា confirm អរអធិស្ឋានបងប្អូន continue យើងចុចមកនេះពណ៌ខៀវហ្នឹងខាងស្ដាំដៃអូខេពេលដែលយើងបង្កើតបានហើយយើងចុចពាក្យថា OK ពេលយើងចុច continue ហើយវាដុំចំណុចមួយនេះយើងយកពាក្យថា OK តែម្ដងបងប្អូនពេលយើងចុច OK គឺ account Facebook របស់យើងគឺបង្កើតបានជោគជ័យតែម្ដងបងប្អូនអត់មានបញ្ហាទេនេះបងប្អូនឥឡូវខ្ញុំអត់យក save ទេគឺខ្ញុំយក not now បើបងប្អូនចង់ save បងប្អូន save បងប្អូនអត់ចង់ save ទេបងប្អូនយក not now មកអូខេបងប្អូនអរគ្នាឥឡូវនេះគឺការបង្កើត account Facebook របស់យើងគឺទទួលបានជោគជ័យហើយបងប្អូនអត់មានបញ្ហាទេគឺបង្កើតបាន 100% តែម្ដងបងប្អូន account Facebook ដោយភ្ជាប់ជាមួយនឹង Gmail បងប្អូនមានលេខទូរស័ព្ទផ្សេងបងប្អូនចង់ដាក់ថែមក៏បានដែរបងប្អូនតែសម្រាប់ខ្ញុំដាក់តែ Gmail តែមួយទេព្រោះ Gmail វាងាយស្រួលក្នុងការដោះស្រាយជាងលេខទូរស័ព្ទព្រោះលេខទូរស័ព្ទពិបាកនៃការយកលេខកូដ6ខ្ទង់បងប្អូនពេលដែលយើង recovery ភ្លេច password អីពិបាកក្នុងការផ្ញើលេខកូដមែនទែនប៉ុន្តែសម្រាប់ Gmail គឺស្រួលទេបងប្អូនយើងដាក់តែ Gmail ហ្នឹងគឺ recovery លេខកូដអីគឺលឿនតែម្ដងបងប្អូនអូខេបងប្អូនអរគ្នាឥឡូវនេះគឺការបង្កើត account Facebook របស់យើងគឺទទួលបានជោគជ័យហើយដោយភ្ជាប់ជាមួយនឹង Gmail អញ្ចឹងវីដេអូទី2ខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការរៀបចំ account bio យ៉ាងម៉េចដើម្បីឲ្យ account ហ្នឹងរឹងមាំនៅពេលណាដែលយើង account ទៅថ្ងៃមុខមានបញ្ហាគឺយើងងាយស្រួលក្នុងការដោះស្រាយយក account ហ្នឹងមកវិញបងប្អូនហើយ account មួយនេះគឺខ្ញុំបង្កើតឲ្យប្រពន្ធរបស់ខ្ញុំគឺដាក់ឲ្យភ្ជាប់តែម្ដងហើយ account យើងបង្កើតថ្មីអញ្ចឹងយើងត្រូវរៀបចំ bio តាក់ទងនឹង profile cover អីគឺយើងត្រូវរៀបចំឲ្យស្អាតមកដើម្បីត្រូវស្តង់ដាររបស់ Facebook បងប្អូនបាទហើយការបង្កើត account Facebook របស់ខ្ញុំក៏មានតែប៉ុណ្្នឹងបងប្អូនអរគ្នាអរគុណសម្រាប់ការចូលទស្សនាបងប្អូនជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនពីរបៀបរៀបចំ account ឲ្យត្រូវស្តង់ដារជាមួយនឹង Facebook បងប្អូនអរគុណបងប្អូនអរគ្នាជម្រាបលា